របៀបធ្វើភីហ្សាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ដែលវិធីធ្វើនោះគឺអត់ពិបាកទេបងប្អូនហើយសុទ្ធតែជាផលិតផលនៅក្នុងស្រុកយើងទាំងអស់ក៏ដូចជាម្សៅនំក៏ផលិតថ្មីហើយងាយស្រួលត្រង់ថាមិនចាំបាច់មានម៉ាស៊ីនដុតអីធំទេមានតែកូនឆ្នាំងទូចប៉ុណ្ណេះគឺអាចដុតបានហើយចំណាយពេលវេលាក៏លឿនត្រឹមតែ5-6នាទីអីហ្នឹងគឺឆ្អិនគ្រឿងផ្សំក៏ងាយស្រួលរកទិញសុទ្ធតែមានលក់នៅក្នុងស្រុកយើងទាំងអស់ឃើញតែគ្រឿងផ្សំក៏ដឹងតែឆ្ងាញ់ដែរបងប្អូនអើយព្រោះអីធ្វើថ្មីស្រស់ចំពោះភីហ្សាមានច្រើនរសជាតិតែថ្ងៃនេះខ្ញុំធ្វើភីហ្សាគ្រឿងសមុទ្រដែលធ្វើចេញពីបកាស្រស់ប្រហិតក្តាមហើយមានដូចជាបន្លែម្ទេសផ្លោកពោតអីផ្សេងគឺយើងអាចដាក់បានជាច្រើនចំពោះការធ្វើភីហ្សាមានម្សៅស្រាប់បែបនេះគឺងាយស្រួលចំណេញពេលវេលាហើយលឿនដាក់ទឹកពេញពោះហើយបាញ់ម៉ាយ៉ូណេសបន្ថែមពីលើបន្តិចហើយកូរឲ្យគ្រឿងផ្សំទាំងពីរនឹងសព្វចូលគ្នាចាប់ផ្ដើមលាបប៉ាត់នៅលើនំហ្នឹងឲ្យសព្វនៅលើផ្ទាំងខាងលើហ្នឹងហើយសម្ភារៈសម្រាប់ធ្វើក៏អត់មានអីស្មុគស្មាញដែរមានតែជាស្លាបព្រាកំប៉ុងបាញ់ហើយនឹងកាបិតកាប់តែប៉ុណ្្នឹងទេបន្ទាប់ពីលាបរួចហើយខ្ញុំបានដាក់ប្រហិត hot dog ជុំវិញជារាងរង្វង់មូលនៅលើផ្ទៃនំផ្នែកខាងលើហ្នឹងហើយយកប្រហិតក្តាមមករកឲ្យចំកដាលហើយនឹងពេញផ្ទៃបាតនំបន្ទាប់ពី hot dog ហ្នឹងហើយប្រហិតក្តាមនេះក៏យើងអាចថាហាន់ស្លាយឲ្យរាងស្ដើងហើយចំពោះបន្លែមានដូចជាខ្ទឹមបារាំងម្ទេសហាវ៉ៃឬក៏ម្ទេសផ្លោកហ្នឹងហើយពោតនេះគឺពោតឆ្អិនពោតស្ងោរហើយឬក៏ពោតកំប៉ុងហើយបន្ទាប់មកបាញ់ម៉ាយ៉ូណេសនេះអាចដាក់ជាកំប៉ុងបាញ់ក៏ងាយស្រួលដើម្បីទុកដាក់ដែរតែដោយសារខ្ញុំធ្វើនេះមានចំនួនច្រើនខ្ញុំធ្វើមកគ្រប់ដឹងថាម៉ាយ៉ូណេសប៉ុណ្ណឹងគឺសម្រាប់នំប៉ុណ្ណឹងខ្ញុំដាក់ថងនឹងតែម្ដងហើយបន្ទាប់មកឈូសជីសដាក់ពីលើដោយសារតែជីសនេះជាប្រភេទជីសដុំអញ្ចឹងយើងអាចឈូសចង់បានសរសៃតូចធំអីគឺយើងមានប្រដាប់ឈូសទៅតាមនឹងបានបើសិនជាមានជីសសរសៃស្រាប់អាហ្នឹងយើងគ្រាន់តែយកមករៀបដាក់លើនំហ្នឹងជាការស្រេចហើយបកាស្រស់របស់យើងនេះគឺខ្ញុំយកមកចម្អិនឲ្យឆ្អិនបកសបកឲ្យស្អាតដាក់ចូលថែមពីលើហើយក៏បន្ថែមឲ្យមើលទៅឃើញកាន់តែស្អាតគឺម្ទេសហាវ៉ៃចង់ដាក់ពឺក្រហមពឺលឿងអីក៏ដាក់តាមនឹងបានដូចគ្នាហើយចុងក្រោយគេគឺរោយស្លឹកអូរីកាណូខ្ញុំរោយមុនឲ្យហើយដោយសារតែយើងធ្វើចំនួនច្រើនអញ្ចឹងដុតឆ្អិនយើងដាក់ប្រអប់បដាយកុំឲ្យយូរបើសិនជាចង់ដុតចម្អិនឲ្យឆ្អិនហើយចាំរោយស្លឹកអូរីកាណូពេលក្រោយក៏បានដែរដាក់ចូលក្នុងឆ្នាំងដុតដោយប្រើភ្លើង250អង្សាក្នុងរយៈពេលចន្លោះពី6ទៅ7-8នាទីទៅតាមទំហំនំហើយម្សៅនំនិងគ្រឿងផ្សំដែលខ្ញុំបានធ្វើក្នុងនេះគឺយកពីខាងមង្គលភីហ្សាហើយចំពោះបងប្អូនដែលចង់បើកអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារឬក៏ចង់លក់ភីហ្សាបន្ថែមដែលមានតម្លៃចាប់ពី10000រៀលអីឡើងហ្នឹងម្សៅនំរបស់ខ្មែរផលិតផលរបស់ខ្មែរយើងហ្នឹងក៏អាចតំណែងទៅមង្គលភីហ្សាបានដោយអត់ចំណាយច្រើនទេទិញតែគ្រឿងផ្សំហើយក៏អាចបើកលក់បានហើយក៏មានប្រាប់បរៀនពីរបៀបធ្វើភីហ្សាគ្រប់រសជាតិទាំងអស់នឹងឯងបើបងប្អូនមានចំណាប់អារម្មណ៍ចង់បើកលក់អីក៏អាចតាក់ទងសួរព័ត៌មានតាមរយៈ page ដែលខ្ញុំដាក់នឹងបានបន្ទាប់ពីដុតឆ្អិនហើយគឺខ្ញុំបានលើកមកដាក់លើប្រអប់គឺថាក្លិនឈ្ងុយមែនតើបងប្អូនអើយឈួលមកចំណាយពេលធ្វើតែមួយផ្លេតនោះក៏ហើយលឿនហើយសម្រាប់នំតូចគឺខ្ញុំកាត់4ចំណិតបើសិនជានំខ្នាតកដាលខ្នាតធំអីក៏អាចលៃលោកកាត់5ឬក៏6ចំណិតទៅតាមតម្រូវការនឹងទៅបន្ទាប់ពីឆ្អិនហើយដាក់ចូលក្នុងប្រអប់ក្នុងអីចេះមកមើលទៅគឺទំនងមែនតើបងប្អូនហើយបើថាឈីផងចាប់លើកមកស្អិតយឺតតែឆ្ងាញ់អមជាមួយនឹងគ្រឿងផ្សំថ្មីស្រស់ក៏ដូចជាបកាពោតម្ទេសហាវ៉ៃដែលយើងទិញមកថ្មីនឹងទៀតគឺថាស្រស់ឆ្ងាញ់មែនតើនេះដុតរួចដល់អស់ហើយដោយសារតែថែមឆ្នាំង 3-4 ទៀតដើម្បីដុតបន្តឲ្យបានលឿនហើយខ្ញុំក៏រៀបចំដើម្បីតនៅក្តៅដើម្បីយកចែកជូនដល់ក្មួយភះសឹកហើយវីដេអូនេះគឺខ្ញុំថតតាំងពីខែ2មកបងប្អូនទោះថាមិនបានច្រើនហូហីអីទេបងប្អូនក៏ថាជាមួយចំណែកទូចមួយគ្រាន់ថាបានឆ្ងាញ់មួយគ្រាមួយពេលចឹងបងប្អូនបានចែកគ្នាហូបអីចឹងទៅហើយខ្ញុំនេះក៏សប្បាយចិត្តរីករាយចិត្តនៅក្នុងការចែករំលែកបន្តិចបន្តួចអីដែលខ្ញុំមានហ្នឹងបងប្អូនដែលសរុបគ្នាទាំងអស់ហ្នឹង120នាក់ជាងហើយក៏បានភីហ្សាមួយចំណិតមកស្លាយធំហើយក៏បន្ថែមជាមួយនឹងនំផ្សេងទៀតផងដែរបងប្អូនហើយក៏សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាផងបានចំណែកស្មើគ្នាគ្រប់គ្នាដល់កុំស្រែកពីនំណាមពីបោះត្រូវចាំលេម៉េចបានគ្រប់គ្នាដល់បានតូរីណតបានតូរីឧស្សាហ៍ថ្មីអមមុនចាំបាយពេលបំបែកជួជួយឬស្ដាប់របស់អត់ពេលបំបែកជួនឹងអាស្ម័គ្រចិត្តជួយ
bằng nôm thô bông bay chua bông bay to to người lên cứ nhắm đâu cứ nhắm mà bisa cứ nhắm đâu nào ông thêm tiền đâu tao bắt chứ ông bên đây đâu đâu ôi chạy tiếp hả chắc đây trâu đây nghe đây ngắm ông đây cam luôn à surang đi cam luôn bay mà bay chua bay chua hết bay cam vô đây này một cái ọt này